Wow កូនបកាយជាងគេ you are the best ពាក្យមួយឃ្លានេះបើយើងស្ដាប់ទៅវាជាពាក្យវិជ្ជមានជាពាក្យល្អសម្រាប់ប្រសាកូនប៉ុន្តែការពិតទៅពាក្យនេះមិនមែនជាវិធីសាស្ត្រល្អក្នុងការប្រសាកូនទេដោយសារតែវាផ្ដល់នៅផលអវិជ្ជមានទៅលើកូនទៅវិញខ្ញុំសូមជូនហេតុផលមួយចំនួនដែលបង្ហាញថាការប្រើឃ្លានេះទៅលើកូនវាផ្ដល់ផលប៉ះពាល់អវិជ្ជមានទី1គឺនៅក្នុងពិភពលោកយើងនេះគឺគ្មាននរណា the best ទេបើណាគ្មាននរណាដែលល្អជាងគេទេ the best វិនាទីហ្នឹងគឺវិនាទីក្រោយបានអាចជា the best ទៀតទេអញ្ចឹងកាលណាមនុស្សម្នាក់ដែលតាំងខ្លួនឯងជា the best គាត់គិតខ្លួនឯងថាគាត់នឹងត្រូវប្រកែជាងគេត្រូវតែឆ្លាតជាងគេទៅពេលដែលក្មេងគាត់មានផ្នត់គំនិតថាគាត់ត្រូវតែប្រកែត្រូវតែឆ្លាតជាងគេអញ្ចឹងគាត់ពេលដែលគាត់ធ្វើអីគាត់មានសម្ពាធគាត់ខ្លាចចាញ់គេមូលហេតុមួយទៀតកាលណាគាត់មានផ្នត់គំនិតថាគាត់ជាមនុស្សដែលប្រកែជាងគេគាត់កាត់បន្ថយការប្រឹងប្រែងរបស់គាត់ដោយគាត់គិតថាខ្លួនឯងប្រកែហើយអញ្ចឹងអត់មានត្រូវខំអីទៀតទេនេះគឺជាផលអវិជ្ជមានមួយដែលមិនបានជំរុញទឹកចិត្តគាត់ឲ្យប្រឹងប្រែងបន្ថែមទៀតមូលហេតុមួយទៀតគាត់អត់ចង់ចូលរួមចំណែកក្នុងការងារជាក្រុមទេដោយសារតែគាត់នឹងគិតថាគាត់ជាមនុស្សប្រកែជាងគេអញ្ចឹងគាត់មិនរួមចំណែកអីទេគំនិតគាត់មួយហ្នឹងគ្រប់គ្រាន់ហើយចំណុចមួយទៀតកាលណាយើងឧស្សាហ៍សរសើរគាត់ជាមនុស្សឆ្លាតជាងគេប្រកែជាងគេគឺគាត់ចង់ឲ្យយើងសរសើរអញ្ចឹងទៀតនៅពេលក្រោយពេលខ្លះយើងត្រូវបង្ខំចិត្តសរសើរគាត់ថាគាត់ជាមនុស្សល្អជាងគេដើម្បីជំរុញទឹកចិត្តគាត់មូលហេតុចុងក្រោយដែលជាមូលហេតុសំខាន់ជាងគេហ្នឹងគឺក្មេងដែលមានផ្នត់គំនិតថាខ្លួនជាមនុស្សប្រកែជាងគេមនុស្សឆ្លាតជាងគឺមិនអាចបើកចិត្តទទួលយកបរាជ័យបានទេក្មេងដែលមិនអាចទទួលយកបរាជ័យបានគឺនឹងមានបញ្ហាជាច្រើននៅក្នុងជីវិតរបស់គាត់ពីព្រោះដំណើរជីវិតរបស់យើងគឺជួបរឿងបរាជ័យជួបរឿងជោគជ័យគឺជារឿងធម្មតាជំនួសឲ្យការសរសើរ you are the best ឬក៏កូនជាមនុស្សដែលប្រកែជាងគេឆ្លាតជាងគេហ្នឹងគឺបងប្អូនអាចមានវិធីផ្សេងក្នុងការសរសើរលើកទឹកចិត្តគាត់នៅពេលដែលគាត់ធ្វើបានល្អបាទដូចជាអូកូនស័ក្តិសមនឹងទទួលបានលទ្ធផលហ្នឹងហើយព្រោះកូនខំរៀនឬក៏អូលទ្ធផលកូនល្អជាងមុនច្រើនណាកូនឃើញហើយកូនឯងខំរៀនឃើញលទ្ធផលល្អហ៎អញ្ចឹងរាល់ពេលដែលយើងសរសើរគាត់យើងផ្ដោតទៅលើការខិតខំប្រឹងប្រែងរបស់គាត់និងសរសើរលទ្ធផលដែលគាត់ទទួលបានដោយមិនបានចាត់ទុកគាត់ថាជាមនុស្សល្អជាងគេឬក៏ពូកែជាងគេទេទោះបីជាពិន្ទុរបស់គាត់នឹងពូកែជាងគេឬក៏ល្អជាងគេក៏ដោយ